បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នាពីការសូរ drive អញ្ចឹងខ្ញុំឧទាហរណ៍កុំព្យូទ័ររបស់ខ្ញុំនេះមាន hard disk 2 គ្រាប់តែបច្ចុប្បន្ននេះវាមានតែវាឃើញតែមួយគ្រាប់អញ្ចឹងខ្ញុំបាត់ drive D ខ្ញុំបាត់ drive D របស់ខ្ញុំអញ្ចឹងខ្ញុំនឹងសូរវាអញ្ចឹងបញ្ហាវាមានពីរទី1គឺពេលខ្លះយើងដោត hard disk ទៅ hard disk ពេលយើងឈូស Windows ទៅវាអត់ឃើញទី2គឺយើងដោត external ទៅវាអត់ឃើញមកអញ្ចឹងអូខេតោះអញ្ចឹងដើម្បីធ្វើវាបានយើងចូលទៅក្នុង start ហើយវាពាក្យថា computer management បាទនេះ computer management អញ្ចឹងកន្លែងនេះយើងអាចrun as admin ក៏បានឬក៏បើយើងជា user admin ហើយយើង click លើហ្នឹងទៅបានហើយអញ្ចឹងខ្ញុំ run as admin តទៅទៀតយើងចូលពាក្យថា disk management អញ្ចឹងយើងនឹងឃើញនេះជា drive ដែលខ្ញុំបាត់ 5G នេះណាអញ្ចឹងខ្ញុំមកស្ដាំលើវាមកដោយសារតែអានេះគឺវាជា unallocated space អញ្ចឹងខ្ញុំត្រូវ create add វាមួយ next អញ្ចឹងខ្ញុំដាក់ label មក next finish អូខេអញ្ចឹងបន្ទាប់មក drive D របស់ខ្ញុំវា load មកណាអូខេអញ្ចឹងបញ្ហាហ្នឹងឬក៏ពេលខ្លះទៀតកន្លែងនេះវា load ពណ៌ខៀវអញ្ចឹងដែរប៉ុន្តែវាអត់មាន drive អញ្ចឹងយើងគ្រាន់តែមកស្ដាប់យកពាក្យថា change drive ហើយយើង add វាចូលមកអញ្ចឹងកន្លែងហ្នឹងយើង add drive ចូលមកវានឹងលេខអីវានឹងឃើញ drive ហ្នឹងមកហើយណាអត់ format data ទេអរគុណសម្រាប់វីដេអូហ្នឹងមានប៉ុណ្ណឹងខ្លីៗ